តែយើងធ្លាប់ឃើញមនុស្សណាដែលធ្វើការមិនចេះហត់ហើយពួកគេធ្វើការដោយធម្មពលហើយហាក់បីដូចជាមនុស្សយន្តដែលមិនត្រូវការសម្រាកសោះដែរទេតាមពិតទៅភាពអស្ចារ្យដែលលាក់កំបាំងនៅពីក្រោយភាពស្វាហាប់របស់ពួកគេគឺដោយសារតែពួកគេនឹងគឺបានរកឃើញនៅរឿងដែលសំខាន់បំផុតសម្រាប់ជីវិតរបស់ខ្លួនពួកគេនឹងរួចទៅហើយនៅពេលដែលមនុស្សណាម្នាក់ស្គាល់ច្បាស់ពីគោលដៅនិងអត្ថន័យនៃការរស់នៅនោះកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេនឹងប្រែក្លាយរាល់ភាពនឿយហត់របស់ពួកគេឲ្យទៅជាធម៌ពលនៃការតស៊ូដោយស្វ័យប្រវត្តិតែម្ដងតាមទ្រឹស្ដីចិត្តសាស្ត្រការដែលមានហេតុផលដែលរឹងមាំក្នុងការក្រោកពីគេងរាល់ព្រឹកគឺជាកូនសោតែមួយគត់ដែលអាចដោះសោយកធម៌ពលដែលមិនចេះរីងស្ងួតនេះមកប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពផងដែរហើយដើម្បីជួយឲ្យយើងឈានទៅដល់កម្រិតនៃភាពជោគជ័យនិងមានផ្លូវចិត្តដែលរឹងមាំបែបនេះការស្វែងយល់ពីទស្សនៈនិងក្បួនចិត្តសាស្ត្រនៃការជំរុញទឹកចិត្តខ្លួនឯងនេះវាគឺជារឿងចាំបាច់បំផុតដូច្នេះហើយសម្រង់ចិត្តសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅទាំង40ឃ្លានៅក្នុងវីដេអូនេះវានឹងคล้ายទៅជាព័ត៌មានដ៏សំខាន់បំផុតដើម្បីបង្ហាញបងប្អូនពីអាចកំបាំងនៃមនុស្សដែលធ្វើការមិនចេះហត់ហើយវានឹងនាំផ្លូវយើងទៅស្វែងរករឿងដ៏សំខាន់សម្រាប់ជីវិតព្រមទាំងជួយបង្កើនកម្លាំងចិត្តបន្តធ្វើការជានិច្ចដោយមិនរាថយផងដែរឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងទៅស្ដាប់ទាំងអស់គ្នា1មនុស្សដែលធ្វើការមិនចេះហត់មិនមែនមកពីពួកគេមានកម្លាំងលើសអ្នកដទៃទេតែមកពីពួកគេមានហេតុផលដែលធំជាងការដែលត្រូវឈប់សម្រាកការមានគោលដៅច្បាស់លាស់គឺជាប្រភពថាមពលដ៏សំខាន់បំផុតដែលនឹងធ្វើឲ្យមនុស្សម្នាក់អាចធ្វើការបានដោយមិនចេះនឿយហត់តាមចិត្តសាស្ត្រនៃការជំរុញទឹកចិត្តការមានហេតុផលដ៏មានន័យវាជួយឲ្យខួរក្បាលរបស់យើងបញ្ចេញអរម៉ូនដែលទប់ទល់នឹងភាពតានតឹងបានយ៉ាងល្អប្រសិនបើយើងធ្វើការដោយគ្មានគោលដៅយើងនឹងឆាប់អស់ទាំងកម្លាំងកាយនិងកម្លាំងចិត្តបើទោះបីជាការងារនោះវាស្រាលក៏ដោយដូច្នេះចូលស្វែងរកហេតុផលពិតប្រាកដដែលរុញច្រានឲ្យយើងក្រោកពីដំណេកទៅធ្វើការជារៀងរាល់ព្រឹកឲ្យបានឃើញច្បាស់ហេតុផលជីវិតនេះប្រៀបបាននឹងម៉ាស៊ីននុយក្លេអ៊ែរដែលផលិតថាមពលអមតៈនៅក្នុងខ្លួនរបស់យើងជានិច្ចអញ្ចឹងយើងពិតជាមានកម្លាំងគ្រប់គ្រាន់ក្នុងការជំនះរាល់ឧបសគ្គនៅពេលដែលបេះដូងរបស់យើងដឹងពីអ្វីដែលយើងចង់បានពិតប្រាកដហើយចុងក្រោយភាពជោគជ័យដ៏អស្ចារ្យវានឹងរត់ទៅរកអ្នកណាដែលចេះប្រើប្រាស់គោលដៅដើម្បីយកឈ្នះភាពខ្ជិលច្រអូសជារៀងរហូត2ភាពនឿយហត់មិនមែនកើតឡើងដោយសារតែទំហំនៃការងារទេតែវាកើតឡើងដោយសារតែយើងកំពុងធ្វើកិច្ចការដែលគ្មានក្តីសុខសេចក្តីស្រឡាញ់ចំពោះការងារគឺជាគន្លឹះដែលជួយការពារផ្លូវចិត្តរបស់យើងមិនឲ្យស្ងួតហួតហែងនៅក្នុងចិត្តវិទ្យាការបំពេញកិច្ចការដែលខ្លួនពេញចិត្តវាជួយឲ្យយើងបញ្ចេញសារធាតុដូប៉ាមីនដែលធ្វើឲ្យអារម្មណ៍របស់យើងរំភើបនិងមានកម្លាំងផ្ទុយទៅវិញការបង្ខំចិត្តធ្វើកិច្ចការដែលខ្លួនឯងស្អប់វានឹងបឺតយកកម្លាំងកាយនិងកម្លាំងចិត្តរបស់យើងឲ្យអស់រលីងក្នុងរយៈពេលខ្លីដូច្នេះចូលស្វែងរកចំណុចវិជ្ជមាននិងក្តីសុខតូចៗដែលចេញពីសកម្មភាពដែលយើងកំពុងតែបំពេញកិច្ចការជារៀងរាល់ថ្ងៃឲ្យបានការងារដែលផ្ដល់ក្តីសុខវាប្រៀបបីដូចជាការលេងកីឡាដែលកាន់តែបញ្ចេញញើសគឺកាន់តែមានកម្លាំងរឹងមាំជាងមុនយើងអាចប្រែក្លាយថ្ងៃដែលធ្វើការរបស់យើងឲ្យទៅជាថ្ងៃដ៏រីករាយប្រសិនបើយើងអាចផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងបានជារួមមកមនុស្សដែលពោរពេញទៅដោយក្តីសុខគឺជាបុគ្គលដែលមិនចេះស្គាល់ពាក្យថាចោះចាញ់នៅក្នុងជីវិតរបស់ពួកគេឡើយ3មនុស្សដែលរកឃើញអត្ថន័យនៃជីវិតគឺជាមនុស្សដែលមិនងាយនឹងចោះចាញ់បើទោះបីជាព្យុះភ្លៀងនៃឧបសគ្គបោកបក់ខ្លាំងប៉ុណ្ណាក៏ដោយការស្គាល់អត្ថន័យនៃជីវិតគឺជាអាវុធដ៏មុតស្រួចសម្រាប់ប្រឆាំងនឹងភាពទន់ខ្សោយផ្នែកស្មារតីអ្នកជំនាញខាងចិត្តសាស្ត្របានបង្ហាញថាមនុស្សដែលមានគោលដៅច្បាស់លាស់នៅក្នុងការរស់នៅពួកគេនឹងមានភាពធន់ជាមួយនឹងបញ្ហាខ្ពស់ជាងអ្នកដទៃពួកគេចាត់ទុកការលំបាកគឺគ្រាន់តែជារឿងធម្មជាតិដែលត្រូវឆ្លងកាត់នៅក្នុងដំណើរឆ្ពោះទៅកាន់ភាពជោគជ័យតែប៉ុណ្ណោះភាពលំបាកនៅក្នុងការងារវាមិនអាចពន្លត់នៅកម្លាំងចិត្តដែលកំពុងតែឆេះសន្ធោសន្ធៅនៅក្នុងបេះដូងរបស់ពួកគេបានឡើយការប្រឈមមុខនឹងបញ្ហាកាន់តែច្រើនវានឹងធ្វើឲ្យពួកគេកាន់តែមានភាពក្លាហាននិងរឹងមាំជាងមុនភាពអត់ធ្មត់នេះវាកើតឡើងដោយសារតែពួកគេដឹងថារឿងអ្វីដែលពួកគេត្រូវការពារនិងរឿងអ្វីដែលពួកគេត្រូវតស៊ូយកឈ្នះឲ្យបានការរស់នៅប្រកបដោយអត្ថន័យគឺជាកម្លាំងចលករដែលជំរុញឲ្យយើងមិនរាថយចំពោះរាល់ឧបសគ្គលំបាកនានាឡើយ4គោលដៅដែលច្បាស់លាស់គឺជាត្រីវិស័យនៃជីវិត
ចំណែកឯកម្លាំងចិត្តគឺជាធម៌ពលដែលរុញច្រានយើងឲ្យដើរទៅមុខជានិច្ចឃ្លានេះវាបានបង្ហាញយ៉ាងច្បាស់ពីឥទ្ធិពលនៃការដែលមានគោលដៅឆ្ពោះទៅរកការសាងកម្លាំងចិត្តប្រចាំថ្ងៃតាមលក្ខណៈចិត្តសាស្ត្រមនុស្សម្នាក់ៗតែងតែត្រូវការគោលដៅមួយច្បាស់លាស់ដើម្បីតម្រង់ទិសនៃផ្នត់គំនិតនិងសកម្មភាពរបស់ខ្លួនការដឹងពីអ្វីដែលខ្លួនចង់បានពិតប្រាកដវាជួយឲ្យខួរក្បាលរបស់យើងផ្ដោតអារម្មណ៍បានល្អទៅលើការងារនៅពេលដែលយើងមានទិសដៅច្បាស់លាស់ភាពហត់នឿយវានឹងថយចុះដោយស្វ័យប្រវត្តិត្រីវិស័យនៃជីវិតនេះហើយដែលវាដើរតួនាទីជាអ្នកដាស់តឿនស្មារតីរបស់យើងកុំឲ្យបោះបង់នៅពេលដែលជួបការលំបាកការបំពេញការងារវានឹងលែងคล้ายទៅជាបន្ទុកហើយតែវាជាការបោះជំហានទៅចិត្តក្តីស្រមៃរបស់យើងដូច្នេះការកំណត់រឿងសំខាន់សម្រាប់ជីវិតរបស់យើងគឺជាគន្លឹះដើម្បីរក្សាធម៌ពលផ្លូវចិត្តឲ្យបានយូរអង្វែង 5. នៅពេលដែលយើងដឹងពីហេតុផលដែលយើងត្រូវធ្វើកិច្ចការនោះយើងនឹងមានកម្លាំងក្នុងការទ្រាំទ្រគ្រប់លក្ខខណ្ឌនៃការងារដែលលំបាកការស្វែងរកហេតុផលនៃការងារគឺជារឿងដំបូងបង្អស់ដែលអ្នកត្រូវធ្វើដើម្បីរក្សាស្ថិរភាពផ្លូវចិត្តរបស់យើងទ្រឹស្ដីចិត្តសាស្ត្របានបញ្ជាក់ថាអត្ថន័យនៃការងារវាមានឥទ្ធិពលខ្លាំងជាងកត្តាខាងក្រៅផ្សេងៗទៀតនៅពេលដែលយើងដឹងថារឿងអ្វីដែលសំខាន់បំផុតសម្រាប់យើងនឹងបង្កើតបាននូវភាពអត់ធ្មត់កម្រិតខ្ពស់សម្ពាធការងារទូទៅវាលែងជាឧបសគ្គដែលអាចបរិរាំងការព្យាយាមរបស់យើងបានទៀតហើយយើងអាចញញឹមទទួលយកបញ្ហាដោយសារតែយើងដឹងថាលទ្ធផលចុងក្រោយវានឹងស័ក្តិសមជាមួយនឹងការលះបង់របស់យើងចំណុចនេះវាជួយឲ្យយើងមិនងាយរងឥទ្ធិពលអវិជ្ជមានពីមជ្ឈដ្ឋានជុំវិញខ្លួននៅក្នុងការបំពេញកិច្ចការរបស់យើងឡើយហើយចុងក្រោយហេតុផលដែលរឹងមាំវាគឺជាខែលការពារផ្លូវចិត្តដែលជួយឲ្យយើងនៅតែបន្តប្រឹងប្រែងជានិច្ចដោយមិនរាថយឡើយ 6. រឿងដែលសំខាន់បំផុតនៅក្នុងជីវិតមិនមែនជារបស់របរនោះទេប៉ុន្តែវាជាអារម្មណ៍នៃភាពមានតម្លៃនៅពេលដែលយើងបានសម្រេចគោលដៅនេះគឺជាការឆ្លុះបញ្ចាំងពីតម្លៃផ្លូវចិត្តដែលកើតចេញពីការសម្រេចបាននៅរឿងសំខាន់ណាមួយតាមការសិក្សាផ្នែកចិត្តសាស្ត្រមនុស្សយើងទទួលបានក្តីសុខពិតប្រាកដនៅពេលដែលខ្លួនមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ការយកចិត្តទុកដាក់ទៅលើគុណតម្លៃផ្លូវចិត្តវាជួយបង្កើនកម្លាំងចិត្តឲ្យយើងអាចធ្វើការបានច្រើនជាងការសម្លឹងមើលទៅលើតែសម្ភារៈរាល់ពេលដែលយើងសម្រេចបានកិច្ចការអ្វីមួយយើងនឹងទទួលបាននូវសារធាតុគីមីម្យ៉ាងដែលធ្វើឲ្យយើងសប្បាយចិត្តនៅក្នុងខួរក្បាលរបស់យើងអារម្មណ៍នេះហើយគឺជាធម៌ពលវេទមន្តដែលជំរុញឲ្យយើងចង់បន្តធ្វើការងារថ្មីៗបន្ថែមទៀតដោយភាពក្លាហានការយល់ឃើញបែបនេះវាជួយលុបបំបាត់ភាពធុញទ្រាន់នៅក្នុងកន្លែងការងារបានយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុតការផ្ដោតទៅលើតម្លៃនៃភាពជោគជ័យវានឹងជួយឲ្យយើងមានឆន្ទៈមោះមុតក្នុងការបន្តដំណើរជីវិតរបស់យើង 7. កម្លាំងចិត្តពិតប្រាកដវាមិនកើតចេញពីការបង្ខិតបង្ខំទេតែវាកើតចេញពីការយល់ដឹងយ៉ាងស៊ីជម្រៅអំពីតម្លៃនៃការងារនោះចំពោះជីវិតរបស់យើងអត្ថន័យនៃឃ្លានេះគឺគេផ្ដោតទៅលើការបង្កើតធម៌ពលនៅក្នុងចិត្តជាងការទទួលរងសម្ពាធពីខាងក្រៅនៅក្នុងទ្រឹស្ដីចិត្តសាស្ត្រការលើកទឹកចិត្តពីខាងក្នុងតែងតែផ្ដល់នូវលទ្ធផលល្អនិងមាននិរន្តរភាពជាងការគៀបសង្កត់ប្រសិនបើអ្នកយល់ច្បាស់ពីតម្លៃនៃការងារអ្នកនឹងអនុវត្តដោយការទទួលខុសត្រូវខ្ពស់បំផុតអ្នកនឹងមិនត្រូវការឲ្យនរណាម្នាក់មកតាមជំរុញឬក៏ស្ដីបន្ទោសទើបអ្នកចាប់ផ្ដើមធ្វើការងារនោះទេការបំពេញភារកិច្ចដោយក្តីស្ម័គ្រចិត្តវាជួយខួរក្បាលរបស់យើងធ្វើការបានល្អនិងបញ្ចេញគំនិតច្នៃប្រឌិតបានច្រើនទោះបីជាត្រូវចំណាយពេលវេលាយូរយ៉ាងណាក៏ដោយក៏អ្នកនៅតែអាចរក្សាស្នាមញញឹមជានិច្ចបានដែរដូចនេះការស្វែងយល់ពីគុណតម្លៃនៃការងារគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បន្តឆន្ទៈឲ្យយើងធ្វើការជារៀងរាល់ថ្ងៃ 8. ការងារមិនមែនគ្រាន់តែជាការដោះដូរយកប្រាក់កម្រៃនោះទេតែវាគឺជាសិល្បៈនៃការកសាងសមិទ្ធផលសម្រាប់ខ្លួនឯងនិងគ្រួសារការឲ្យតម្លៃទៅលើការងារគឺជាសិល្បៈនៃការជួយកាត់បន្ថយសម្ពាធផ្លូវចិត្តបានយ៉ាងច្រើននៅពេលដែលយើងគិតថាការងារគឺជាការបង្កើតសមិទ្ធផលនោះយើងនឹងធ្វើវាដោយហ្មត់ចត់ហើយនឹងយកចិត្តទុកដាក់បំផុតការគិតបែបនេះវានឹងធ្វើឲ្យយើងមិនងាយធុញទ្រាន់នឹងសកម្មភាពដដែលដែលយើងកំពុងតែធ្វើរាល់ថ្ងៃនោះទេរាល់ដំណក់ញើសឈាមរបស់យើងវានឹងคล้ายទៅជាស្នាដៃដែលមានតម្លៃសម្រាប់បន្សល់ទុកដល់មនុស្សជាទីស្រឡាញ់ការបន្តខិតខំប្រឹងប្រែងវានឹងផ្ដល់នូវមោទនភាពជាមួយនឹងប្រាក់កម្រៃដែលមិនអាចទិញយកបាននោះឡើយហេតុផលនេះហើយដែលការយល់ឃើញវិជ្ជមានចំពោះការងារគឺជាប្រភពនៃកម្លាំងចិត្តដែលមិនចេះរីងស្ងួតទាល់តែសោះ 9.
នៅពេលដែលបន្ទុកគ្រួសារខ្លាយជាកម្លាំងរុញច្រាននោះភាពហត់នឿយរបស់យើងវានឹងប្រែក្លាយទៅជាស្នាមញញឹមនៃក្តីសង្ឃឹមការយកក្តីស្រឡាញ់ចំពោះគ្រួសារមកធ្វើជាគោលដៅគឺជាវិធីសាស្ត្របង្កើតកម្លាំងចិត្តដ៏អស្ចារ្យបំផុតមួយតាមផ្នែកចិត្តសាស្ត្រមនុស្សយើងមានសមត្ថភាពធ្វើរឿងអស្ចារ្យបានច្រើននៅពេលដែលយើងធ្វើវាដើម្បីអ្នកដទៃឬដើម្បីមនុស្សដែលយើងស្រឡាញ់រូបភាពនៃស្នាមញញឹមរបស់សមាជិកគ្រួសារគឺជាថ្នាំទិព្វដែលអាចព្យាបាលរាល់ភាពហត់នឿយទាំងឡាយរបស់យើងឲ្យរលាយបាត់ទៅបើទោះបីជាការងារនោះលំបាកយ៉ាងណាក៏ដោយក៏យើងនៅតែអាចក្រោកឈរឡើងវិញបានដោយសារតែកម្លាំងនៃក្តីស្រឡាញ់មួយនេះការតស៊ូរបស់យើងវានឹងផ្ដល់នូវភាពកក់ក្ដៅជាមួយនឹងសេចក្តីសុខទៅដល់មនុស្សដែលកំពុងចាំយើងនៅឯផ្ទះសេចក្តីសង្ឃឹមនៅក្នុងការផ្ដល់ជីវិតដ៏ល្អប្រសើរទៅដល់ពួកគេវានឹងជំរុញឲ្យយើងបន្តធ្វើការដោយមិនគិតពីការហត់នឿយឡើយគ្រួសារគឺជាបង្អែកផ្លូវចិត្តនិងជាហេតុផលដ៏មានឥទ្ធិពលបំផុតក្នុងការជំរុញឲ្យមនុស្សម្នាក់ខិតខំប្រឹងប្រែងរហូតដល់ទីបញ្ចប់ 10. អ្នកមិនអាចធ្វើការដោយធម៌ពលពេញលេញបានទេប្រសិនបើអ្នកមិនទាន់រកឃើញហេតុផលដែលធ្វើឲ្យអ្នកចង់ក្រោកពីកន្លែងគេងរាល់ព្រឹកនោះឃ្លានេះគឺបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការមានហេតុផលផ្ទាល់ខ្លួនដើម្បីចាប់ផ្ដើមថ្ងៃថ្មីនីមួយៗប្រកបដោយធម៌ពលទ្រឹស្ដីនៃកម្លាំងចិត្តវាបានបង្ហាញថាហេតុផលច្បាស់លាស់គឺជាកត្តាដាស់ស្មារតីឲ្យខួរក្បាលរបស់យើងមានភាពស្វាហាប់ជានិច្ចបើគ្មានមូលហេតុត្រឹមត្រូវទេអ្នកនឹងងាយទទួលរងនៅភាពខ្ជិលច្រអូសនៅពេលដែលអ្នកត្រូវងើបពីព្រលឹមផ្ទុយទៅវិញប្រសិនបើអ្នកដឹងពីរឿងសំខាន់ដែលកំពុងតែរង់ចាំអ្នកនឹងក្រោកឡើងដោយក្តីរំភើបជាក់ជាមិនខានការចាប់ផ្ដើមថ្ងៃថ្មីដែលមានគោលដៅវាធ្វើឲ្យសកម្មភាពរបស់យើងពោរពេញទៅដោយអត្ថន័យនិងមានភាពរស់រវើកយើងនឹងមិនខ្ជះខ្ជាយពេលវេលាទៅលើរឿងដែលគ្មានប្រយោជន៍នោះឡើយព្រោះយើងគោរពគោលដៅរបស់យើងជានិច្ចការដឹងពីហេតុផលដែលត្រូវក្រោកពីគេងគឺជាជំហានដំបូងដើម្បីឆ្ពោះទៅរកភាពជោគជ័យនៅក្នុងការងារ 11. ភាពជោគជ័យមិនមែនជាទីដៅចុងក្រោយឡើយប៉ុន្តែការបន្តសាងតម្លៃជារៀងរាល់ថ្ងៃទើបជាអត្ថន័យពិតប្រាកដនៃជីវិតដែលមិនចេះចំណាយការយល់ឃើញថាភាពជោគជ័យគឺជាដំណើរនៃការកសាងតម្លៃវាជួយឲ្យយើងនឹងមិនងាយបាត់បង់កម្លាំងចិត្តនៅពេលដែលយើងបានសម្រេចបំណងណាមួយឡើយតាមការស្រាវជ្រាវចិត្តសាស្ត្របានរកឃើញថាមនុស្សភាគច្រើនតែងតែបាត់បង់ថាមពលបន្ទាប់ពីពួកគេទទួលបានជោគជ័យធំដុំណាមួយប៉ុន្តែប្រសិនបើអ្នកផ្ដោតទៅលើការរីកចម្រើនជាប្រចាំថ្ងៃនោះអ្នកនឹងមានកម្លាំងចិត្តធ្វើកិច្ចការជារៀងរហូតការយល់ដឹងនេះវាធ្វើឲ្យយើងចេះឲ្យតម្លៃទៅលើការវិវត្តខ្លួនជានិច្ចបើទោះបីជាបន្តិចម្ដងក៏ដោយវានឹងមិនធ្វើឲ្យយើងមានការប្រញាប់ប្រញាល់ឡើយរាល់ថ្ងៃថ្មីគឺជាឱកាសដ៏ល្អដើម្បីរៀនសូត្រនិងបង្កើតបទពិសោធន៍ថ្មីៗដែលធ្វើឲ្យជីវិតរបស់យើងកាន់តែមានន័យភាពចំណាយចំពោះការងារវានឹងលែងកើតមានហើយនៅពេលដែលយើងចាត់ទុកការងារជាផ្នែកមួយនៃការលូតលាស់ផ្ទាល់ខ្លួនរបស់យើងការបន្តការកសាងគុណតម្លៃជារៀងរាល់ថ្ងៃគឺជាវិធីដ៏ស័ក្តិសមបំផុតនៅក្នុងការរក្សាភ្លើងនៃក្តីសង្ឃឹមឲ្យឆេះជានិច្ច 12. ការយល់ពីតម្លៃនៃការបរាជ័យគឺជាជំហានដំបូងនៃការស្វែងរកកម្លាំងចិត្តដើម្បីចាប់ផ្ដើមម្ដងទៀតដោយភាពក្លាហានជាងមុនការផ្លាស់ប្ដូរផ្នត់គំនិតចំពោះការបរាជ័យគឺជាគន្លឹះដ៏សំខាន់នៅក្នុងការស្រោចស្រង់កម្លាំងចិត្តដែលបានបាត់បង់ឲ្យត្រឡប់មកវិញតាមគោលការណ៍ចិត្តសាស្ត្រការបាក់ទឹកចិត្តវាតែងតែកើតមានឡើងនៅពេលដែលមនុស្សមិនព្រមទទួលយកកំហុសរបស់ខ្លួនប៉ុន្តែនៅពេលដែលយើងបានចាត់ទុកការបរាជ័យគឺជាមេរៀនយើងនឹងទទួលបានកម្លាំងចិត្តថ្មីមួយដែលរឹងមាំជាងមុនរាប់សិបដងភាពក្លាហានក្នុងការចាប់ផ្ដើមជាថ្មីវាបង្ហាញពីភាពចាស់ទុំនៃស្មារតីរបស់យើងក្នុងការប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនយើងនឹងលែងភ័យខ្លាចក្នុងការទទួលខុសត្រូវលើកិច្ចការងារធំៗដោយសារតែយើងធ្លាប់បានឆ្លងកាត់ការងារលំបាករួចមកហើយបទពិសោធន៍ពីអតីតកាលវានឹងបង្រៀនយើងឲ្យដើរទៅមុខដោយប្រុងប្រយ័ត្ននិងប្រកបដោយភាពឆ្លៀសវៃបំផុតការយល់ដឹងពីចំណុចខ្វះខាតរបស់ខ្លួនឯងវាគឺជាមូលដ្ឋាននៃការកសាងថាមពលផ្លូវចិត្តជាថ្មីឡើងវិញឲ្យបានរឹងមាំជាងមុន 13. រឿងសំខាន់ដែលធ្វើឲ្យមនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀតគឺសមត្ថភាពក្នុងការប្រែក្លាយសម្ពាធការងារឲ្យទៅជាឱកាសដើម្បីលូតលាស់សមត្ថភាពក្នុងការគ្រប់គ្រងសម្ពាធគឺជាកត្តាចម្បងដែលជួយឲ្យយើងអាចរក្សាកម្លាំងចិត្តនៅក្នុងការងារបានយ៉ាងល្អប្រសើរ
មនុស្សដែលមានផ្នត់គំនិតវិជ្ជមានតែងតែមើលឃើញពន្លឺនៃឱកាសនៅក្នុងរាល់វិបត្តិដែលបានកើតឡើងជាងការរអ៊ូរទាំពីភាពលំបាកទាំងនោះយើងគួរតែប្រើប្រាស់ពេលវេលាទាំងនោះដើម្បីស្វែងរកដំណោះស្រាយទៅជារឿងដែលត្រឹមត្រូវបំផុតការប្រែក្លាយបញ្ហាឲ្យទៅជាការរៀនសូត្រវាជួយឲ្យខួរក្បាលរបស់យើងមានភាពឆ្លៀសវៃនិងរហ័សរហួនជាងមុនឆ្ងាយណាស់រាល់សម្ពាធការងារដែលយើងបានឆ្លងកាត់វានឹងក្លាយទៅជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់អភិវឌ្ឍសមត្ថភាពការងារឲ្យកាន់តែអស្ចារ្យការគិតបែបនេះវានឹងលុបបំបាត់នៅភាពតានតឹងហើយជំនួសមកវិញនៅអារម្មណ៍ដែលចង់ប្រកួតប្រជែងជាមួយខ្លួនឯងជារៀងរាល់ថ្ងៃការចេះទាញប្រយោជន៍ពីសម្ពាធគឺជាសិល្បៈនៃការរក្សាធម៌ពលផ្លូវចិត្តមិនឲ្យរលត់ទៅបានយ៉ាងងាយនោះឡើយ14កុំធ្វើការត្រឹមតែដើម្បីរស់ប៉ុន្តែត្រូវធ្វើការដើម្បីបង្កើតជីវិតមួយដែលពោរពេញទៅដោយអត្ថន័យនិងភាពរុងរឿងនេះគឺជាការដាស់តឿនយើងកុំឲ្យយល់ព្រមរស់នៅក្នុងភាពសាមញ្ញពេកដែលខ្វះនៅការអភិវឌ្ឍខ្លួនឯងមនុស្សយើងនឹងបាត់បង់ភាពស្វាហាប់ប្រសិនបើជីវិតមានតែការរស់រានមានជីវិតតែមួយមុខនោះដើម្បីឲ្យមានកម្លាំងចិត្តយើងចាំបាច់ត្រូវតែសម្លឹងមើលទៅលើអនាគតដ៏រុងរឿងដែលយើងកំពុងប្រាថ្នាចង់បានបំផុតការតាំងចិត្តដើម្បីបង្កើតគុណតម្លៃជីវិតវាជួយកាត់បន្ថយភាពធុញទ្រាន់នៅក្នុងការអនុវត្តការងារប្រចាំថ្ងៃរបស់យើងនឹងមានអារម្មណ៍ថាការខិតខំប្រឹងប្រែងនាពេលនេះគឺជាការសាងសង់ជណ្ដើរម្ដងមួយកម្មឆ្ពោះទៅកាន់កំពូលនៃភាពជោគជ័យអត្ថន័យពិតនៃការរស់នៅគឺជាការដែលយើងបានបន្សល់ទុកនូវស្នាដៃល្អៗសម្រាប់ខ្លួនឯងនិងសង្គមជាតិទាំងមូលសូមចាត់ទុកការងារគឺជាឧបករណ៍ក្នុងការច្នៃប្រឌិតជីវិតរបស់អ្នកឲ្យក្លាយជាផ្ទាំងគំនូរដ៏ស្រស់ស្អាតល្អឥតខ្ចោះបំផុត15នៅពេលដែលយើងធ្វើការដោយក្តីសម័យបើទោះបីជាវាមានភាពហត់នឿយបន្តិចមែនប៉ុន្តែដួងព្រលឹងរបស់យើងនៅតែលោតកញ្ឆេងដោយក្តីរំភើបជានិច្ចក្តីសម័យគឺជាកម្លាំងជំរុញដ៏អាចកំបាំងមួយដែលអាចធ្វើឲ្យយើងបំភ្លេចពីភាពហត់នឿយពីផ្នែករាងកាយរបស់យើងបានយ៉ាងល្អអស្ចារ្យអារម្មណ៍រំភើបដែលគិតទៅដល់ក្តីសម័យអាចបញ្ចេញអរម៉ូនមួយយ៉ាងដែលជួយកាត់បន្ថយការឈឺចាប់និងភាពតានតឹងរបស់យើងបានការមានក្តីសម័យដ៏ធំវានឹងជួយឲ្យយើងបន្តដំណើរទៅមុខដោយស្នាមញញឹមបើទោះបីជាផ្លូវដែលយើងត្រូវដើរនោះពោរពេញដោយបន្លាក៏ដោយព្រលឹងរបស់យើងនឹងមិនងាយស្ងួតហួតហែងនោះទេដរាបណាគោលដៅនៅក្នុងចិត្តរបស់យើងនៅតែមានភាពច្បាស់លាស់យើងនឹងរកឃើញភាពរីករាយនៅក្នុងរាល់សកម្មភាពតូចតាចដែលយើងកំពុងតែធ្វើដើម្បីឈានទៅសម្រេចបំណងប្រាថ្នារបស់យើងភាពហត់នឿយនាពេលនេះវានឹងคล้ายទៅជារឿងដ៏ផ្អែមល្ហែមបំផុតនៅពេលដែលយើងបានឈានជើងទៅដល់គោលដៅចុងក្រោយរបស់យើងការធ្វើការដោយមានក្តីសម័យអមមកជាមួយគឺជាវីតាមីនបើកម្លាំងចិត្តដ៏ល្អបំផុតសម្រាប់ជីវិតរបស់មនុស្សគ្រប់រូប16មនុស្សដែលគ្មានកម្លាំងចិត្តគឺដូចជារថយន្តដែលអស់សាំងហើយចំណែកអ្នកដែលមានគោលដៅគឺដូចជារថយន្តដែលរត់នៅលើផ្លូវល្បឿនលឿនអញ្ចឹងគោលដៅគឺជាឥន្ធនៈដ៏សំខាន់បំផុតដែលជួយរុញច្រានខួរក្បាលរបស់មនុស្សឲ្យធ្វើការដោយមិនចេះឈប់ឈរប្រសិនបើគ្មានថាមពលផ្លូវចិត្តនេះទេអ្នកនឹងមានអារម្មណ៍ថាគ្មានកម្លាំងកំហែងក្នុងការធ្វើរឿងអ្វីទាំងអស់នៅក្នុងជីវិតប៉ុន្តែដល់ពេលដែលអ្នកមានរឿងសំខាន់សម្រាប់តស៊ូអ្នកនឹងមានល្បឿនលឿនជាងមុនក្នុងការសម្រេចកិច្ចការទាំងឡាយអ្នកអាចនឹងទម្លុះរាល់ភាពខ្ជិលច្រអូសបានយ៉ាងងាយស្រួលដោយសារតែអ្នកមិនចង់ខាតពេលវេលាទៅលើរឿងដែលគ្មានប្រយោជន៍ឡើយរថយន្តជីវិតរបស់អ្នកនឹងធ្វើដំណើរទៅមុខជានិច្ចដោយគោលដៅរបស់អ្នកគឺជាអ្នកបញ្ជាចង្កូតដ៏ប៉ិនប្រសប់បំផុតជារួមមកការចាក់បំពេញថាមពលផ្លូវចិត្តជាប្រចាំតាមរយៈការរំលឹកពីគោលដៅគឺជាកាតព្វកិច្ចដែលមិនអាចខ្វះបានទាល់តែសោះ17ការស្វែងរកចំណង់ចំណូលចិត្តពិតប្រាកដគឺជាការជីកកកាយកំណប់ទ្របដែលលាក់កំបាំងនៅក្នុងជំរឿចិត្តរបស់អ្នកផ្ទាល់យើងម្នាក់ត្រូវតែព្យាយាមស្វែងរកចំណង់ចំណូលចិត្តផ្ទាល់ខ្លួនដើម្បីទទួលបានកម្លាំងចិត្តដ៏យូរអង្វែងតាមទស្សនៈចិត្តវិទ្យាមនុស្សតែងតែលាក់កំបាំងនៅសក្តានុពលដ៏ធំធេងមួយនៅក្នុងស្រទាប់នៃអនុសម្បញ្ញៈរបស់ពួកគេការស្វែងរកចំណង់ចំណូលចិត្តគឺប្រៀបបីដូចនឹងការផ្ដល់កូនសោមួយដើម្បីចាក់បើកសក្តានុពលទាំងនោះយកមកប្រើឲ្យអស់ពីលទ្ធភាពនៅពេលដែលអ្នកដឹងពីអ្វីដែលអ្នកចូលចិត្តពិតប្រាកដអ្នកនឹងធ្វើកិច្ចការនោះដោយសេចក្តីសុខនិងគ្មានសម្ពាធផ្លូវចិត្តឡើយ
កំណត់ទ្របនៃការស្រឡាញ់នេះហើយវានឹងផ្ដល់នូវគំនិតច្នៃប្រឌិតថ្មីៗដែលជួយឲ្យអ្នកលេចធ្លោជាងអ្នកដទៃនៅក្នុងវិស័យការងាររបស់អ្នកនឹងលែងមានអារម្មណ៍ថាការងារគឺជាភារកិច្ចដ៏ធ្ងន់ធ្ងរទៀតហើយប៉ុន្តែវាគឺជាឱកាសដើម្បីបង្ហាញពីទេពកោសល្យរបស់អ្នកទៅវិញដូច្នេះការចំណាយពេលស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួនឯងគឺជារឿងដ៏ត្រឹមត្រូវបំផុតដើម្បីកសាងអនាគតដ៏ត្រចះត្រចង់មួយ 18 ពេលវេលាគឺជាធនធានដែលមិនអាចកើតឡើងវិញបាននោះទេដូច្នេះចូលប្រើប្រាស់វាធ្វើរឿងដែលផ្ដល់តម្លៃពិតប្រាកដសម្រាប់ជីវិតរបស់អ្នកការយល់ដឹងពីតម្លៃនៃពេលវេលាវាជួយជំរុញឲ្យអ្នកចេះស្វែងរករឿងដែលសំខាន់បំផុតមកធ្វើដើម្បីកុំឲ្យមានការស្ដាយក្រោយនៅពេលក្រោយការសិក្សាផ្នែកចិត្តសាស្ត្របានអះអាងថាមនុស្សដែលដឹងពីដែនកំណត់នៃជីវិតគឺតែងតែមានការតាំងចិត្តខ្ពស់ក្នុងការធ្វើរឿងដែលមានប្រយោជន៍ការគិតបែបនេះវាជួយកាត់បន្ថយការពន្យាពេលនិងធ្វើឲ្យយើងមានភាពសកម្មក្នុងការបំពេញការងារប្រចាំថ្ងៃបានយ៉ាងល្អអ្នកនឹងផ្ដោតអារម្មណ៍ទៅលើតែរឿងណាដែលបង្កើនគុណតម្លៃវិជ្ជមានសម្រាប់អនាគតរបស់អ្នកតែប៉ុណ្ណោះការដឹងថាពេលវេលាមិនរងចាំយើងទេគឺជាកម្លាំងរុញច្រានដ៏សំខាន់និងខ្លាំងក្លាបំផុតមួយដើម្បីឲ្យយើងប្រញាប់ប្រញាល់សម្រេចក្តីសម័យរបស់ខ្លួនឯងរាល់នាទីដែលបានចំណាយគឺត្រូវតែពោរពេញទៅដោយអត្ថន័យនិងភាពរស់រវើកដែលជួយលើកស្ទួយគុណភាពជីវិតពិតប្រាកដសរុបសេចក្តីមកការគ្រប់គ្រងពេលវេលាដោយភាពឆ្លៀសវៃវាគឺជាគន្លឹះថែរក្សាកម្លាំងចិត្តឲ្យនៅឋិតថេរជានិច្ច 19 អ្នកមិនចាំបាច់ក្លាយជាមនុស្សអស្ចារ្យដើម្បីចាប់ផ្ដើមនោះទេប៉ុន្តែអ្នកត្រូវតែចាប់ផ្ដើមធ្វើរឿងដែលអ្នកស្រឡាញ់ទើបអាចក្លាយជាមនុស្សអស្ចារ្យបានយើងត្រូវតែបំបត្តិចោលនូវភាពស្ទាក់ស្ទើរនិងភាពភ័យខ្លាចក្នុងការចាប់ផ្ដើមធ្វើកិច្ចការអ្វីមួយបើនិយាយតាមទ្រឹស្ដីចិត្តសាស្ត្រការភ័យខ្លាចចំពោះភាពមិនល្អឥតខ្ចោះគឺជាឧបសគ្គដ៏ធំបំផុតដែលរារាំងមនុស្សឲ្យពួកយើងមិនហ៊ានបញ្ចេញសមត្ថភាពរបស់ខ្លួនឯងការចាប់ផ្ដើមពីចំណុចតូចតាចវាជួយកាត់បន្ថយសម្ពាធផ្លូវចិត្តហើយវានឹងជួយផ្ដល់ឱកាសឲ្យយើងបានរៀនសូត្របណ្ដើរយ៉ាងរលូនយើងនឹងទទួលបានកម្លាំងចិត្តបន្ថែមជាបន្តបន្ទាប់តាមរយៈលទ្ធផលដែលទទួលបានពីការខិតខំប្រឹងប្រែងជាជំហាននេះសេចក្តីក្លាហាននៅក្នុងការចាប់ផ្ដើមនេះហើយគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការកសាងភាពអស្ចារ្យនៅថ្ងៃអនាគតជាក់ជាមិនខានបើទោះបីជាយើងត្រូវជួបឧបសគ្គនៃការលំបាកខ្លះក្តីក៏បទពិសោធន៍ទាំងនេះវានឹងធ្វើឲ្យយើងកាន់តែមានភាពចាស់ទុំនៅក្នុងការងាររបស់យើងសូមគម្រោងចាំឲ្យតតែល្អឥតខ្ចោះសឹមធ្វើអីប៉ុន្តែយើងត្រូវតែធ្វើដើម្បីឆ្ពោះទៅរកភាពល្អឥតខ្ចោះនិងភាពជោគជ័យនៅពេលខាងមុខ 20 ការផ្ដោតតម្លៃទៅដល់ការងារតូចតាចគឺជាគ្រឹះដ៏រឹងមាំនៅក្នុងការកសាងសមិទ្ធផលដ៏ធំធេងដែលអ្នកមិនធ្លាប់នឹកស្មានដល់ការឲ្យតម្លៃគ្រប់ភារកិច្ចបើទោះបីជាកិច្ចការនោះតូចក៏ដោយវាគឺជាសិល្បៈនៃការបង្កើតថាមពលផ្លូវចិត្តជាប្រចាំដោយមិនឲ្យខកខានជ័យជំនះតូចតែងតែផ្ដល់នូវអរម៉ូនដូប៉ាមីនដែលជួយឲ្យយើងមានអារម្មណ៍ថារីករាយនិងមានកម្លាំងចិត្តការសន្សំលទ្ធផលល្អពីការងារតូចតាចវាជួយបង្កើតជាទម្លាប់ដ៏មានវិន័យមួយដែលរុញច្រានយើងឲ្យឈានទៅដល់ភាពជោគជ័យដ៏ធំដុំបានយើងនឹងលែងមានអារម្មណ៍ធុញទ្រាន់នឹងការងារសាមញ្ញដោយសារតែយើងដឹងថាវាគឺជាផ្នែកមួយនៃគម្រោងដ៏អស្ចារ្យរបស់យើងផ្នត់គំនិតនៃការយកចិត្តទុកដាក់ទៅលើរាល់សេចក្តីលម្អិតវានឹងជួយឲ្យយើងក្លាយជាមនុស្សដែលមានភាពហ្មត់ចត់និងមានទំនួលខុសត្រូវខ្ពស់បំផុតយើងនឹងទទួលបានការគោរពនិងការកោតសរសើរពីមនុស្សជុំវិញខ្លួនតាមរយៈសមត្ថភាពនៃការបំពេញកិច្ចការដ៏ល្អឥតខ្ចោះនេះការមើលឃើញពីតម្លៃនៃរឿងតូចតាចគឺជាគុណសោរសំខាន់ក្នុងការឆ្ពោះទៅរកកំពូលនៃភាពជោគជ័យពិតប្រាកដ 21 មូលហេតុដែលមនុស្សភាគច្រើនបាត់បង់កម្លាំងចិត្តគឺដោយសារតែពួកគេផ្ដោតទៅលើការលំបាកជាជាងលទ្ធផលដ៏ត្រចះត្រចង់នៅពេលខាងមុខខួរក្បាលរបស់មនុស្សតែងតែងាយនឹងចោះចាញ់នៅពេលដែលពួកគេគិតពីរឿងអវិជ្ជមាននិងភាពតានតឹងពេកផ្ទុយទៅវិញប្រសិនបើអ្នកសម្លឹងមើលទៅលើអត្ថប្រយោជន៍ដែលនឹងទទួលបាននោះកម្លាំងចិត្តរបស់អ្នកនឹងកើនឡើងដោយស្វ័យប្រវត្តិការផ្លាស់ប្ដូរវិធីគិតនេះវាជួយឲ្យអ្នកមានភាពអត់ធ្មត់ខ្ពស់ក្នុងការឆ្លងកាត់រាល់ឧបសគ្គនានាដែលកើតមានឡើងជាយថាហេតុអ្នកនឹងចាត់ទុកការលំបាកថាវាជារឿងដែលបណ្ដោះអាសន្នវាដូចជាការបង់ថ្លៃសេវាសម្រាប់ទទួលបានភាពជោគជ័យដ៏យូរអង្វែងនៅថ្ងៃអនាគតអញ្ចឹងទស្សនវិជ្ជមាននេះហើយដែលជួយថែរក្សាភ្លើងនៃក្តីសង្ឃឹមមិនឲ្យរលត់ទៅបើទោះបីជាយើងឆ្លងកាត់ព្យុះភ្លៀងខ្លាំងកម្រិតណាក៏ដោយ
ការផ្ដោតទៅលើលទ្ធផលល្អគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបន្តសកម្មភាពការងារដោយមិនមានការរាយថយឡើយ22កុំឲ្យភាពភ័យខ្លាចនៃការបរាជ័យមករារាំងអ្នកពីការស្វែងរករឿងដែលធ្វើឲ្យបេះដូងរបស់អ្នកមានភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាការយកឈ្នះទៅលើភាពភ័យខ្លាចគឺជារឿងដំបូងបង្អស់ដែលអ្នកត្រូវធ្វើដើម្បីស្វែងរកកម្លាំងចិត្តពិតប្រាកដនៅក្នុងការងារការបកស្រាយតាមក្បួនចិត្តសាស្ត្របានបង្ហាញថាភាពភ័យខ្លាចតែងតែបង្កើតរបាំងរារាំងមិនឲ្យយើងហ៊ានសាកល្បងនៅអ្វីថ្មីឡើយប៉ុន្តែនៅពេលដែលយើងមានរឿងសំខាន់សម្រាប់ជីវិតយើងនឹងមានភាពក្លាហានហ៊ានទម្លុះរបាំងទាំងនោះដោយមិនញញើតអ្វីទាំងអស់ការមានគោលដៅច្បាស់លាស់វាជួយឲ្យបេះដូងរបស់យើងលោតក្នុងចង្វាក់នៃភាពស្វាហាប់និងត្រៀមខ្លួនរួចជាស្រេចដើម្បីដោះស្រាយបញ្ហានានាភាពបរាជ័យវានឹងលែងជាទីភ័យខ្លាចតទៅទៀតហើយតែវាជាការវាស់ស្ទង់ពីកម្រិតនៃការព្យាយាមរបស់យើងទៅវិញទេការហ៊ានប្រឈមមុខនឹងភាពភ័យខ្លាចវានឹងជួយឲ្យយើងក្លាយជាមនុស្សរឹងមាំនិងមានទំនុកចិត្តលើខ្លួនឯងកាន់តែខ្លាំងឡើងការស្វែងរករឿងសំខាន់នៅក្នុងជីវិតគឺជាអាវុធដ៏មានអំណាចនៅក្នុងការកម្ចាត់នៅរាល់ឧបសគ្គនៃការភ័យខ្លាចទាំងឡាយឲ្យវិនិច្ឆ័យអន្តរាយ23ការស្វែងយល់ពីចំណុចខ្លាំងរបស់ខ្លួនឯងគឺជាអាវុធដ៏មុតស្រួចបំផុតក្នុងការទម្លុះរកឧបសគ្គដែលរារាំងភាពជោគជ័យរបស់យើងការដឹងពីសក្តានុពលខ្លួនឯងវាជួយឲ្យមនុស្សម្នាក់អាចជ្រើសរើសផ្លូវជីវិតមួយដែលមានភាពងាយស្រួលនៅក្នុងការទាក់ទាញភាពជោគជ័យមនុស្សធ្វើការបានល្អបំផុតនៅពេលដែលពួកគេប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួនជំនួសឲ្យការប្រើប្រាស់ចំណុចខ្សោយនៅពេលដែលអ្នកស្គាល់ពីភាពខ្លាំងរបស់ខ្លួនឯងអ្នកនឹងមានទំនុកចិត្តខ្ពស់ក្នុងការសម្រេចចិត្តនៅរាល់កិច្ចការធំៗដោយមិនមានការស្ទាក់ស្ទើរឡើយការបំពេញការងារវានឹងក្លាយទៅជារឿងដែលសប្បាយដោយសារតែយើងដឹងថាយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការរ៉ាប់រងវាយ៉ាងពិតប្រាកដទំនុកចិត្តនេះហើយដែលបង្កើតបានជាកម្លាំងចិត្តយ៉ាងមហិមាជួយរុញច្រានយើងឲ្យដើរទៅមុខលឿនជាងមុនហើយលឿនជាងមនុស្សទូទៅច្រើនដងការស្គាល់ខ្លួនឯងក៏ជួយឲ្យយើងចេះបដិសេធនៅរឿងដែលមិនចាំបាច់ដើម្បីសន្សំពេលវេលាសម្រាប់ផ្ដោតទៅលើគោលដៅសំខាន់បំផុតតែមួយការប្រើប្រាស់ចំណុចខ្លាំងរបស់ខ្លួនជាប្រយោជន៍វាគឺជាវិធីដ៏ឆ្លៀសវៃបំផុតដើម្បីរក្សាថាមពលផ្លូវចិត្តនៅរាល់សកម្មភាពប្រចាំថ្ងៃរបស់យើង24ក្តីសង្ឃឹមគឺជាពន្លឺដែលបំភ្លឺផ្លូវក្នុងភាពងងឹតរីឯសកម្មភាពគឺជាជំហានដែលនាំយើងឲ្យដើរចេញពីភាពងងឹតនោះដោយសុវត្ថិភាពក្តីសង្ឃឹមតែមួយមុខគឺมันអាចនាំមកនៅលទ្ធផលបាននោះទេប្រសិនបើគ្មានសកម្មភាពជាអ្នកគ្រប់គ្រងនោះក្តីសង្ឃឹមដើរតួជាអ្នកបង្កើតថាមពលផ្លូវចិត្តខណៈដែលសកម្មភាពគឺជាអ្នកប្រែក្លាយថាមពលនោះឲ្យទៅជាលទ្ធផលដែលអាចមើលឃើញការរួមបញ្ចូលគ្នាទាំងពីរនេះវាជួយឲ្យយើងបន្តមានកម្លាំងចិត្តបើទោះបីជាត្រូវដើរឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតយ៉ាងណាក៏ដោយរាល់ជំហានដែលអ្នកបានឈានទៅមុខគឺសុទ្ធតែជាការចូលរួមចំណែកដើម្បីកាត់បន្ថយភាពស្រពេចស្រពិលនៅក្នុងដំណើរនៃជីវិតអ្នកនឹងទទួលបានភាពកក់ក្ដៅនៅក្នុងចិត្តដោយសារតែអ្នកដឹងថាអ្នកកំពុងតែដើរនៅលើផ្លូវដែលត្រឹមត្រូវហើយឆ្ពោះទៅកាន់គោលដៅរបស់ខ្លួនឯងហេតុនេះហើយការមានក្តីសង្ឃឹមអមដោយការប្រឹងប្រែងនៃការធ្វើសកម្មភាពគឺជារូបមន្តដ៏អស្ចារ្យដើម្បីស្វែងរកពន្លឺនៃភាពជោគជ័យពិតប្រាកដ25គ្មាននរណាម្នាក់អាចផ្ដល់កម្លាំងចិត្តឲ្យអ្នកបានល្អជាងខ្លួនឯងនោះទេនៅពេលដែលអ្នកដឹងច្បាស់ពីអ្វីដែលខ្លួនឯងកំពុងតែធ្វើការចេះលើកទឹកចិត្តខ្លួនឯងគឺជាជំនាញផ្លូវចិត្តដ៏មានសារៈសំខាន់បំផុតសម្រាប់ការរស់នៅប្រកបដោយឯករាជ្យនិងមានភាពរឹងមាំបើយោងទៅតាមទ្រឹស្ដីចិត្តសាស្ត្រការរងចាំកម្លាំងចិត្តពីអ្នកដទៃវាជារឿងដែលមិនឋិតថេរឡើយព្រោះអារម្មណ៍របស់មនុស្សតែងតែមានការប្រែប្រួលជានិច្ចប៉ុន្តែនៅពេលដែលអ្នកមានការដឹងច្បាស់ពីគោលដៅរបស់ខ្លួនឯងអ្នកអាចបង្កើតថាមពលដោយខ្លួនឯងគ្រប់ពេលវេលាទាំងអស់ការពឹងផ្អែកទៅលើថាមពលខាងក្នុងវាជួយឲ្យអ្នកអាចក្រោកឈរបានដោយភាពក្លាហានបើទោះបីជាគ្មាននរណាម្នាក់ជឿលើអ្នកក៏ដោយអ្នកគឺជាម្ចាស់ជីវិតរបស់ខ្លួនឯងដូច្នេះអ្នកត្រូវតែជាអ្នកបង្កើតផ្លូវដែលនាំទៅរកសេចក្តីសុខនិងការរីកចម្រើនផ្ទាល់ខ្លួនរបស់ខ្លួនឯងសមត្ថភាពក្នុងការយល់ចិត្តរបស់ខ្លួនឯងនេះហើយវានឹងប្រែក្លាយអ្នកឲ្យទៅជាមនុស្សដែលមិនចេះរាថយចំពោះរាល់ឧបសគ្គនានាឡើយ26ការងារដែលកើតចេញពីក្តីស្រឡាញ់វាមិនត្រឹមតែផ្ដល់នៅផលកម្រៃប៉ុណ្ណោះទេតែវាថែមទាំងផ្ដល់នៅសេចក្តីសុខក្នុងផ្លូវចិត្តរបស់យើងទៀតផងអត្ថប្រយោជន៍ដ៏ធំបំផុតនៃការធ្វើការងារដែលខ្លួនឯងស្រឡាញ់គឺទទួលបានទាំងភាពជោគជ័យខាងផ្នែកហិរញ្ញវត្ថុនិងសុខភាពផ្លូវចិត្តដ៏ល្អផងដែរ
មនុស្សដែលស្រឡាញ់ការងាររបស់ខ្លួនឯងតែងតែមានកម្រិតភាពតានតឹងទាបជាងមនុស្សទូទៅការងារនោះវានឹងលែងទៅជាបន្ទុកដ៏ធ្ងន់ធ្ងរទៀតហើយប៉ុន្តែវាជាសកម្មភាពមួយដែលជួយឲ្យចិត្តរបស់យើងមានភាពស្ងប់និងមានអារម្មណ៍រំភើបជានិច្ចយើងនឹងអាចធ្វើការបានយ៉ាងច្រើនម៉ោងដោយមិនមានអារម្មណ៍ថានឿយហត់ឡើយដោយសារតែរាល់សកម្មភាពវាសុទ្ធសឹងតែត្រូវនឹងចំណង់ចំណូលចិត្តរបស់យើងសេចក្តីសុខផ្លូវចិត្តដែលកើតចេញពីការងារនេះហើយគឺជាធម៌ពលជំរុញឲ្យយើងអាចរក្សាបាននូវការតស៊ូបានយ៉ាងយូរអង្វែងបំផុតការទទួលបានទាំងកម្រៃនិងសេចក្តីសុខគឺជាតុល្យភាពដ៏ល្អឥតខ្ចោះដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាននៅក្នុងជីវិតរស់នៅ27ការកសាងអនាគតដ៏ភ្លឺស្វាងវាទាមទារឲ្យមានការលះបង់នៅថ្ងៃនេះប៉ុន្តែការលះបង់នេះគឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ជីវិតឃ្លានេះគឺបានលើកទឹកចិត្តឲ្យយើងមានភាពក្លាហានក្នុងការលះបង់ពេលវេលានិងកម្លាំងកាយនាពេលបច្ចុប្បន្នដើម្បីអនាគតដែលយើងចង់បានការផ្លាស់ប្ដូរទស្សនៈពីការនឿយហត់ទៅជាការវិនិយោគវាជួយឲ្យខួរក្បាលរបស់យើងមានថាមពលវិជ្ជមានជាច្រើននៅពេលដែលយើងចាត់ទុកភាពនឿយហត់វាជាការសន្សំទុននោះយើងនឹងមានការតស៊ូខ្ពស់ជាងមុននៅរាល់កិច្ចការដែលយើងបានធ្វើទាំងឡាយដោយមិនមានភាពរអ៊ូរទាំឡើយរាល់ដំណក់ញើសឈាមនីមួយៗរបស់យើងនៅថ្ងៃនេះគឺជាឥដ្ឋមួយដុំសម្រាប់កសាងវិមាននៃភាពជោគជ័យនៅថ្ងៃអនាគតដ៏ខ្លីខាងមុខការលះបង់សេចក្តីសុខស្រួលបណ្ដោះអាសន្ននេះគឺជាចរិតលក្ខណៈរបស់មនុស្សអស្ចារ្យដែលចេះសម្លឹងមើលទៅមុខវែងឆ្ងាយជាងមនុស្សធម្មតាយើងនឹងមានមោទនភាពចំពោះខ្លួនឯងនៅពេលដែលយើងបានឃើញលទ្ធផលនៃការព្យាយាមរបស់ខ្លួនឯងលេចចេញជារូបរាងនៅថ្ងៃក្រោយ28រាល់ដំណក់ញើសឈាមដែលស្រក់ចុះនៅថ្ងៃនេះគឺជាដំណក់ទឹកដែលស្រោចស្រពគ្រាប់ពូជនៃភាពជោគជ័យរបស់យើងនៅថ្ងៃអនាគតការសម្លឹងឃើញលទ្ធផលរយៈពេលវែងគឺជាកត្តាដ៏សំខាន់ជួយឲ្យមនុស្សមិនងាយនឹងបោះបង់ចោលនៅការព្យាយាមរបស់ខ្លួនឡើយប្រសិនបើអ្នកចាត់ទុកការខិតខំប្រឹងប្រែងគឺជាការស្រោចទឹកដាំដើមឈើនោះអ្នកនឹងធ្វើវាដោយក្តីស្រឡាញ់និងការយកចិត្តទុកដាក់បំផុតបើទោះបីជាលទ្ធផលមិនទាន់បានបង្ហាញភ្លាមក្តីក៏អ្នកនៅតែមានមោទនភាពក្នុងការអត់ធ្មត់ដោយសារតែអ្នកយល់ដឹងពីដំណើរនៃការលូតលាស់នេះច្បាស់ណាស់ភាពហត់នឿយវានឹងប្រែក្លាយទៅជាអារម្មណ៍រំភើបនៅពេលដែលអ្នកស្រមៃឃើញផ្លែផ្កាដ៏ផ្អែមល្ហែមដែលអ្នកនឹងទទួលបាននៅថ្ងៃខាងមុខសេចក្តីសង្ឃឹមនៃការប្រមូលផលនេះហើយគឺជាកម្លាំងចលករដែលធ្វើឲ្យសកម្មភាពការងាររបស់យើងនៅតែមានភាពរស់រវើកជានិច្ចការជឿជាក់ទៅលើច្បាប់ហេតុនិងផលគឺជាមូលដ្ឋានគ្រឹះដ៏ល្អក្នុងការថែរក្សាកម្លាំងចិត្តឲ្យរឹងមាំឋិតថេរជានិរន្តរ៍29ការពេញចិត្តនឹងលទ្ធផលការងាររបស់ខ្លួនគឺជាប្រភពនៃកម្លាំងចិត្តដែលជំរុញឲ្យអ្នកចង់ធ្វើវាឲ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃការចេះកោតសរសើរនិងពេញចិត្តចំពោះស្នាដៃរបស់ខ្លួនឯងគឺជាវិធីសាស្ត្រផ្លូវចិត្តដ៏សាមញ្ញមួយដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្កើតថាមពលការងារការអបអរសាទរចំពោះជ័យជំនះតូចតាចវាជួយឲ្យខួរក្បាលរបស់យើងផលិតអរម៉ូនបង្កើតសេចក្តីសុខបានយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុតអារម្មណ៍នៃភាពជោគជ័យនេះវានឹងធ្វើឲ្យយើងមានភាពជឿជាក់ទៅលើខ្លួនឯងកាន់តែខ្លាំងនិងមានមហិច្ឆតាចង់ធ្វើឲ្យបានល្អជាងមុនបន្ថែមទៀតអ្នកនឹងលែងផ្ដោតទៅលើភាពហត់នឿយប៉ុន្តែត្រូវផ្ដោតទៅលើគុណភាពនៃភាពល្អឥតខ្ចោះនៃការងារដែលអ្នកកំពុងតែធ្វើទៅវិញការពេញចិត្តនេះវានឹងជួយការពារអ្នកពីការបាក់ទឹកចិត្តនៅពេលដែលអ្នកត្រូវប្រឈមមុខនឹងការរិះគន់ពីមនុស្សជុំវិញខ្លួនអ្នកនឹងមានកម្លាំងរុញច្រានពីខាងក្នុងដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យកាន់តែមានភាពមុតស្រួចនិងអស្ចារ្យជាងកាលពីម្សិលមិញដូច្នេះការឲ្យតម្លៃទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯងគឺជាអាវុធដ៏មានឥទ្ធិពលបំផុតនៅក្នុងការរក្សាភ្លើងនៃក្តីសង្ឃឹមឲ្យនៅតែឆេះជានិច្ច30ប្រសិនបើអ្នកចង់ឲ្យការងាររបស់អ្នកមានតម្លៃអ្នកត្រូវតែបញ្ចូលព្រលឹងនិងក្តីស្រឡាញ់របស់អ្នកទៅក្នុងរាល់សកម្មភាពដែលអ្នកកំពុងតែធ្វើការយកចិត្តទុកដាក់និងការដាក់អារម្មណ៍ទៅក្នុងការងារគឺជាកត្តាសំខាន់ដែលធ្វើឲ្យលទ្ធផលចេញមកមានគុណភាពនិងមានព្រលឹងរស់រវើកអ្នកជំនាញខាងចិត្តសាស្ត្រយល់ស្របថាមនុស្សដែលធ្វើការដោយក្តីស្រឡាញ់គឺតែងតែបង្កើតបាននូវស្នាដៃដែលតាក់ទាញនិងមានឥទ្ធិពលខ្លាំងបំផុតនៅពេលដែលអ្នកដាក់បេះដូងនៅក្នុងការធ្វើអ្វីដែលអ្នកកំពុងតែធ្វើអ្នកនឹងលែងមានអារម្មណ៍ថាវាគ្រាន់តែជាកាតព្វកិច្ចដែលត្រូវតែបញ្ចប់ទៀតឡើយរាល់សកម្មភាពរបស់អ្នកវានឹងពោរពេញទៅដោយភាពច្នៃប្រឌិតនិងការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើ
គ្រប់សេចក្តីលំអិតទាំងអស់បើទោះបីជាវាជារឿងតូចតាចក៏ដោយអ្នកនឹងទទួលបាននូវភាពស្ងប់នៅក្នុងចិត្តនិងសេចក្តីរីករាយដែលកើតចេញពីការបញ្ចេញសមត្ថភាពពិតប្រាកដឲ្យពិភពលោកបានឃើញស្នាដៃដែលកើតចេញពីក្តីស្រឡាញ់នេះវានឹងផ្ដល់ផលប្រយោជន៍ដ៏ធំធេងទៅដល់សង្គមនិងនាំមកនូវកេរ្តិ៍ឈ្មោះដ៏ល្អសម្រាប់រូបអ្នកផ្ទាល់31ភាពអត់ធ្មត់គឺជាដើមឈើដែលមានឫសដ៏ជូរចត់ប៉ុន្តែវាផ្ដល់នៅផ្លែផ្កាដែលមានរសជាតិផ្អែមល្ហែមបំផុតសម្រាប់អ្នកដែលចេះរង់ចាំតាមការស្រាវជ្រាវតាមបែបផ្លូវចិត្តភាពអត់ធ្មត់គឺជាសញ្ញានៃភាពចាស់ទុំខាងផ្នែកផ្លូវអារម្មណ៍ដែលជួយឲ្យយើងមិនងាយនឹងចុះចាញ់ជាមួយនឹងឧបសគ្គការទ្រាំទ្រនិងភាពលំបាកនៅដំណាក់កាលដំបូងគឺជារឿងចាំបាច់បំផុតដើម្បីកសាងមូលដ្ឋានគ្រឹះឲ្យបានរឹងមាំសម្រាប់អនាគតប្រសិនបើអ្នកចេះរងចាំនិងមិនបោះបង់ចោលនៅកណ្ដាលទីនោះអ្នកនឹងទទួលបានលទ្ធផលដែលស័ក្តិសមជាមួយនឹងការខិតខំប្រឹងប្រែងនេះជាក់ជាមិនខានរសជាតិផ្អែមល្ហែមនៃភាពជោគជ័យវានឹងជួយលុបលាងនៅរាល់ការឈឺចាប់និងភាពហត់នឿយទាំងឡាយដែលអ្នកធ្លាប់បានឆ្លងកាត់ពីអតីតកាលរាល់បទពិសោធន៍ដ៏ជូរចត់ទាំងអស់វានឹងក្លាយទៅជារឿងនិទានដ៏មានតម្លៃបំផុតសម្រាប់យកទៅចែករំលែកនិងលើកទឹកចិត្តដល់មនុស្សជំនាន់ក្រោយទៀត32ការស្វែងរកអត្ថន័យនៃជីវិតមិនមែនជាការធ្វើដំណើរទៅកាន់ទីឆ្ងាយនោះទេតែវាគឺជាការស្វែងយល់ពីជម្រៅចិត្តរបស់ខ្លួនឯងការស្គាល់ខ្លួនឯងឲ្យច្បាស់លាស់គឺជាជំហានដំបូងបំផុតក្នុងការស្វែងរកគោលដៅនិងអត្ថន័យពិតប្រាកដនៃជីវិតរបស់យើងម្នាក់ៗតាមការអះអាងរបស់អ្នកចិត្តសាស្ត្រចម្លើយនៃភាពជោគជ័យនិងសេចក្តីសុខគឺតែងតែលាក់ខ្លួននៅក្នុងអារម្មណ៍និងបេះដូងរបស់យើងផ្ទាល់ការចំណាយពេលវេលាដើម្បីសញ្ជឹងគិតពីចំណង់ចំណូលចិត្តពិតប្រាកដវាជួយឲ្យយើងអាចតម្រង់ទិសដៅនៃជីវិតរបស់យើងបានយ៉ាងត្រឹមត្រូវនិងមានប្រសិទ្ធភាពខ្ពស់នៅពេលដែលអ្នកអាចចុះសម្រុងនឹងបេះដូងរបស់ខ្លួនឯងអ្នកនឹងទទួលបាននូវភាពសុខដុមរមនាខាងផ្លូវចិត្តនិងធម៌ពលពេញលេញដើម្បីធ្វើសកម្មភាពផ្សេងៗអ្នកនឹងលែងមានភាពស្ទាក់ស្ទើរនៅក្នុងការសម្រេចចិត្តដោយសារតែអ្នកដឹងច្បាស់ពីអ្វីដែលអ្នកចង់បានពិតប្រាកដនៅក្នុងជីវិតការយល់ដឹងពីខ្លួនឯងនេះហើយដែលជាកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាឲ្យអ្នកអាចយកឈ្នះរាល់ឧបសគ្គទាំងឡាយដោយភាពជឿជាក់បំផុត33មនុស្សដែលរស់នៅប្រកបដោយគោលដៅតែងតែមានពន្លឺនៅក្នុងកែវភ្នែកនិងមានភាពស្វាហាប់នៅក្នុងរាល់ជំហាននៃការដើររបស់ពួកគេមនុស្សដែលមានភាពជឿជាក់គឺតែងតែបញ្ចេញនូវថាមពលវិជ្ជមានតាមរយៈសកម្មភាពរាងកាយនិងកែវភ្នែករបស់ពួកគេពន្លឺនៅក្នុងកែវភ្នែកតំណាងឲ្យក្តីសង្ឃឹមនិងភាពម៉ឺងម៉ាត់ដែលជួយទាក់ទាញរាល់ឱកាសល្អៗឲ្យចូលមកក្នុងដំណើរជីវិតរបស់ពួកគេជាមិនខានភាពស្វាហាប់នៅក្នុងការដើររាល់ជំហានរបស់ពួកគេវាបង្ហាញពីការត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងឧបសគ្គនានាដោយមិនមានភាពខ្លាចរអាអ្វីឡើយធម៌ពលនេះមិនត្រឹមតែជួយជំរុញខ្លួនរបស់ពួកគេប៉ុណ្ណោះទេប៉ុន្តែវាក៏ជះឥទ្ធិពលល្អៗទៅដល់មនុស្សជុំវិញខ្លួនរបស់ពួកគេឲ្យមានកម្លាំងចិត្តតាមផងដែរនៅពេលដែលចិត្តនិងកាយមានដំណើរការស្របគ្នាយើងនឹងមានសមត្ថភាពអាចសម្រេចបាននៅរាល់កិច្ចការធំៗបានយ៉ាងឆាប់រហ័សបំផុត34ការយកឈ្នះលើខ្លួនឯងគឺជាជ័យជំនះដ៏ធំបំផុតហើយការស្វែងរកហេតុផលដើម្បីបន្តប្រឹងប្រែងគឺជាអាវុធដើម្បីទទួលបានជ័យជំនះទាំងនោះការឈ្នះលើភាពខ្ជិលច្រអូសនិងភាពទន់ខ្សោយរបស់ខ្លួនឯងគឺជាការសាកល្បងផ្លូវចិត្តដ៏លំបាកបំផុតដែលមនុស្សគ្រប់រូបត្រូវតែឆ្លងកាត់ក្នុងទ្រឹស្ដីចិត្តសាស្ត្រសត្រូវដ៏ធំបំផុតដែលរារាំងយើងមិនឲ្យសម្រេចគោលដៅនោះគឺផ្នត់គំនិតអវិជ្ជមានដែលស្ថិតនៅក្នុងខួរក្បាលរបស់យើងនេះឯងប៉ុន្តែប្រសិនបើអ្នករកឃើញហេតុផលដ៏មានតម្លៃសម្រាប់ជីវិតនោះអ្នកនឹងមានអាវុធដ៏មុតស្រួចដើម្បីកម្ចាត់ចោលនៅភាពខ្ជិលច្រអូសទាំងនោះបានការមានហេតុផលដែលរឹងមាំវាជួយឲ្យអ្នកមានវិន័យខ្ពស់ទៅលើខ្លួនឯងបើទោះបីជាពេលខ្លះអ្នកមិនមានអារម្មណ៍ថាចង់ធ្វើកិច្ចការនោះក៏ដោយអ្នកនឹងរៀនចេះគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានយ៉ាងល្អដែលជាកត្តាសំខាន់បំផុតសម្រាប់រក្សាស្ថិរភាពនៅក្នុងដំណើរឆ្ពោះទៅកាន់ការសម្រេចក្តីសម័យរបស់ខ្លួនជាជំនះទៅលើខ្លួនឯងនេះវានឹងផ្ដល់ឲ្យអ្នកនូវមោទនភាពយ៉ាងជ្រាលជ្រៅបំផុតដែលគ្មាននរណាម្នាក់អាចដកហូតចេញពីអ្នកបានឡើយការដឹងពីហេតុផលដែលត្រូវប្រឹងប្រែងគឺជាគន្លឹះដើម្បីក្លាយជាម្ចាស់គ្រប់គ្រងទៅលើជោគវាសនានៃជីវិតរបស់ខ្លួនឯងយ៉ាងពិតប្រាកដ35កុំធ្វើការដើម្បីតែបំពេញតម្រូវការរបស់អ្នកដទៃប៉ុន្តែត្រូវធ្វើការដើម្បីបំពេញក្តីសម័យនិងការសន្យាចំពោះខ្លួនឯងការធ្វើរឿងដែលខ្លួនមិនចូលចិត្តដើម្បីតែអ្នកដទៃវានឹងធ្វើឲ្យយើងងាយប្រឈមមុខនឹងការបាក់ទឹកចិត្ត
ប៉ុន្តែប្រសិនបើយើងធ្វើការដើម្បីគោលដៅខ្លួនឯងវិញនោះកម្លាំងចិត្តរបស់យើងនឹងបន្តកើនឡើងយ៉ាងខ្លាំងក្លាជាក់ជាមិនខានឡើយការបំពេញការសន្យាចំពោះខ្លួនឯងវាជួយកសាងទំនុកចិត្តនិងការគោរពខ្លួនឯងយ៉ាងជ្រាលជ្រៅដែលជាមូលដ្ឋាននៃសេចក្តីសុខផ្លូវចិត្តយ៉ាងពិតប្រាកដអ្នកនឹងលែងរងឥទ្ធិពលពីពាក្យរិះគន់របស់ពួកគេដោយសារតែអ្នកដឹងច្បាស់ពីគុណតម្លៃនៃរឿងដែលអ្នកកំពុងតែខិតខំប្រឹងប្រែងធ្វើភាពស្មោះត្រង់ចំពោះក្តីសម័យរបស់ខ្លួនឯងនេះហើយដែលជាធម៌ពលដ៏មហិមាដែលជួយអ្នកឲ្យអាចតស៊ូរហូតទាល់តែទទួលបានលទ្ធផលជាទីគាប់ចិត្តការចេះផ្ដល់អាទិភាពទៅដល់បំណងប្រាថ្នារបស់ខ្លួនឯងគឺជាវិធីសាស្ត្រដ៏ល្អបំផុតក្នុងការថែរក្សាកម្លាំងចិត្តឲ្យនៅតែរឹងមាំ36នៅពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់ចូលរំលឹកខ្លួនឯងពីមូលហេតុដែលធ្វើឲ្យអ្នកសម្រេចចិត្តចាប់ផ្ដើមតាំងពីដំបូងម្ល៉េះការត្រឡប់ទៅគិតពីចំណុចចាប់ផ្ដើមគឺជាវិធីសាស្ត្រសង្គ្រោះបឋមដ៏មានប្រសិទ្ធភាពបំផុតនៅពេលដែលអ្នកកំពុងតែជួបប្រទះនូវវិបត្តិនៅក្នុងការបាត់បង់កម្លាំងចិត្តមនុស្សងាយនឹងចោះចាញ់នៅពេលដែលពួកគេបាត់បង់ការផ្ដោតអារម្មណ៍ទៅលើគោលបំណងដើមនៃការធ្វើសកម្មភាពរបស់ពួកគេការរំលឹកខ្លួនឯងពីហេតុផលដែលធ្វើឲ្យអ្នកចាប់ផ្ដើមវានឹងជួយដាស់ស្មារតីរបស់អ្នកឲ្យភ្ញាក់រលឹកនិងនឹកឃើញពីក្តីសម័យដែលអ្នកធ្លាប់មានពីមុនមកភាពរំភើបដែលអ្នកធ្លាប់មាននៅពេលដែលចាប់ផ្ដើមដំបូងវានឹងត្រឡប់មកវិញបានយ៉ាងឆាប់រហ័សដើម្បីជួយស្រោចស្រង់ស្ថានភាពផ្លូវចិត្តដែលកំពុងតែទន់ខ្សោយរបស់អ្នកការធ្វើបែបនេះវាជួយឲ្យអ្នកដឹងថាឧបសគ្គកំពុងតែជួបប្រទះនេះគឺគ្រាន់តែជារឿងតូចតាចបើប្រៀបធៀបទៅនឹងលទ្ធផលដ៏ធំធេងដែលអ្នកចង់បានអ្នកនឹងមានកម្លាំងចិត្តងើបឈរឡើងវិញម្ដងហើយម្ដងទៀតដោយមិនមានភាពស្ទាក់ស្ទើរឡើយក្នុងការបន្តដំណើរឆ្ពោះទៅរកគោលដៅចុងក្រោយដោយភាពក្លាហានបំផុតដូច្នេះការចងចាំនៅដើមហេតុនៃការចាប់ផ្ដើមគឺជាខែលការពារផ្លូវចិត្តដ៏រឹងមាំបំផុតក្នុងការប្រឆាំងនឹងអារម្មណ៍ដែលចង់បោះបង់ចោលកណ្ដាលទី37ភាពជោគជ័យដ៏អស្ចារ្យគឺតែងតែកើតមានពីកម្លាំងចិត្តដ៏មោះមុតដែលត្រូវបានចិញ្ចឹមបីបាច់ដោយការយល់ដឹងពីតម្លៃនៃការរស់នៅភាពជោគជ័យដែលមាននិរន្តរភាពមិនអាចកើតមានឡើងបានឡើយប្រសិនបើគ្មានធម៌ពលផ្លូវចិត្តដែលជួយរុញច្រានពីខាងក្រោយនោះកម្លាំងចិត្តដែលរឹងមាំពិតប្រាកដត្រូវតែកើតចេញពីការយល់ដឹងយ៉ាងច្បាស់លាស់ថាតើអ្វីគឺជារឿងដែលសំខាន់បំផុតសម្រាប់ជីវិតរបស់យើងនីមួយៗនៅពេលដែលយើងស្គាល់ពីតម្លៃនៃការរស់នៅយើងនឹងចេះថែរក្សាកម្លាំងចិត្តរបស់ខ្លួនឯងដោយការធ្វើរឿងមានប្រយោជន៍ជារៀងរាល់ថ្ងៃដោយមិនរੂរទាំឡើយភាពអស្ចារ្យរបស់យើងនឹងត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈសមត្ថភាពនៃការជំនះរាល់ការលំបាកដោយស្នាមញញឹមនិងភាពជឿជាក់ខ្ពស់បំផុតយើងមិនត្រឹមតែជួយខ្លួនឯងបានប៉ុណ្ណោះទេតែយើងថែមទាំងអាចក្លាយទៅជាគំរូដ៏ល្អសម្រាប់ការផ្ដល់កម្លាំងចិត្តទៅដល់អ្នកដទៃទៀតផងការរស់នៅប្រកបដោយអត្ថន័យនេះគឺជាប្រភពនៃកម្លាំងចិត្តដ៏ពិសិដ្ឋដែលនាំយើងឆ្ពោះទៅរកភាពជោគជ័យដ៏កំពូលនៅក្នុងដំណើរជីវិត38ការស្រឡាញ់អ្វីដែលខ្លួនឯងកំពុងតែធ្វើគឺជាប្រេងឥន្ធនៈដ៏ល្អបំផុតសម្រាប់ដុតបញ្ឆេះម៉ាស៊ីនជីវិតរបស់យើងឲ្យឆ្ពោះទៅមុខដោយមិនចេះឈប់ឈរអ្នកចិត្តសាស្ត្រតែងតែលើកទឹកចិត្តឲ្យមនុស្សធ្វើកិច្ចការណាដែលស្របទៅនឹងចំណង់ចំណូលចិត្តរបស់ខ្លួនឯងនៅពេលដែលអ្នកស្រឡាញ់អ្វីមួយអ្នកនឹងចាប់ផ្ដើមចំណាយពេលជាមួយវាដោយមិនមានអារម្មណ៍ថាវាជាការបង្ខិតបង្ខំឡើយក្តីស្រឡាញ់នេះវាបានប្រែក្លាយពីភាពហត់នឿយនៃផ្នែករាងកាយវាទៅជាការកម្សាន្តផ្នែកអារម្មណ៍ទៅវិញឧបសគ្គដែលកើតឡើងនៅពេលដែលធ្វើការវាត្រូវបានចាត់ទុកថាជាល្បែងផ្គុំរូបដែលរងចាំការដោះស្រាយតែប៉ុណ្ណោះម៉ាស៊ីននៃជីវិតរបស់អ្នកនឹងមិនងាយគាំងនោះទេដរាបណាអ្នកនៅតែរក្សាបាននូវភាពរីករាយចំពោះការងារដែលអ្នកកំពុងតែធ្វើ39ធម៌ពលផ្លូវចិត្តគឺជារបស់ដ៏មានតម្លៃបំផុតព្រោះវាមិនអាចទិញបានដោយលុយកាក់តែវាអាចបង្កើតឡើងតាមរយៈការស្វែងរកខ្លួនឯងមនុស្សអាចបង្កើតធម៌ពលវិជ្ជមានបានតែនៅពេលដែលពួកគេចុះសម្រុងជាមួយនឹងអត្តសញ្ញាណរបស់ពួកគេតែប៉ុណ្ណោះលុយកាក់អាចផ្ដល់នៅផាសុកភាពផ្នែករាងកាយតែកម្លាំងចិត្តខាងក្នុងវាទាមទារឲ្យមានការស្វែងយល់ពីតម្រូវការផ្លូវចិត្តយ៉ាងជ្រាលជ្រៅនៅពេលដែលអ្នករកឃើញថាខ្លួនឯងពូកែខាងអ្វីឬចូលចិត្តអ្វីអ្នកនឹងធ្វើការងារនោះដោយគ្មានការហត់នឿយឡើយការស្គាល់ខ្លួនឯងច្បាស់វាជួយលុបបំបាត់នៅភាពស្រពេចស្រពិលដែលតែងតែធ្វើឲ្យយើងបាត់បង់ថាមពលនៅក្នុងការងារយើងនឹងមានសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានយ៉ាងល្អបើទោះបីជាស្ថិតនៅក្នុងស្ថានភាពតឹងតែងយ៉ាងណាក៏ដោយ40អាចកំបាំងនៃថាមពលដែលមិនចេះរីងស្ងួតគឺការដឹងថាពេលណាដែលត្រូវសម្រាកមិនមែនដឹងថាពេលណាត្រូវបោះបង់នោះទេការសម្រាកដ៏ត្រឹមត្រូវគឺជាយុទ្ធសាស្ត្រចាំបាច់សម្រាប់ការសាកថ្មផ្លូវចិត្តឡើងវិញដើម្បីបន្តដំណើរទៅមុខយ៉ាងរឹងមាំ
តាមចិត្តសាស្ត្រសុខភាពផ្លូវចិត្តការផ្អាកធ្វើការងារមួយរយៈខ្លីវាជួយជំរុញឲ្យប្រព័ន្ធសរសៃប្រសាទមានភាពស្ងប់ស្ងាត់និងស្ដារកម្លាំងបានយ៉ាងលឿនការមិនព្រមឈប់សម្រាកសោះវានឹងធ្វើឲ្យផលិតភាពនៃការងាររបស់យើងធ្លាក់ចុះហើយគុណភាពនៃគំនិតក៏បាត់បង់ទៅតាមនោះដែរហេតុនេះយើងក៏បីរៀបចំកាលវិភាគសម្រាកឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យរាងកាយរបស់យើងដួលសន្លប់នៅថ្ងៃណាមួយការសម្រាកប្រៀបបីដូចជាការថយក្រោយមួយជំហានដើម្បីលោតទៅមុខឲ្យបាន5ជំហានយ៉ាងស្វាហាប់អ្នកមានសិទ្ធិឈប់សម្រាកនៅពេលដែលអ្នកហត់ប៉ុន្តែអ្នកមិនត្រូវអនុញ្ញាតឲ្យខ្លួនឯងបោះបង់គោលដៅដាច់ខាតអ្នកដែលចេះគ្រប់គ្រងចង្វាក់នៃការសម្រាកគឺជាអ្នកដែលអាចយកឈ្នះការប្រកួតប្រជែងដ៏វែងឆ្ងាយនេះអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា